รบជំរាបសួរពុកម៉ែបងប្អូនអ្នកស្រឡាញ់វិស័យដាំដុះទាំងអស់គ្នាថ្ងៃនេះខ្ញុំនិស្សិតហាត់ការនៅប្រទេសអ៊ីស្រាអែលចែកម្លែកវីដេអូកំសាន្តមួយងាយថ្ងៃនេះតំណែពីធ្វើការចេញលឿនបាននាំគ្នាដើរហាត់ប្រាណនិងទៅផ្សារមើលថ្ងៃលិចគឺផ្សារនៅស្រុកគេវាมันជាខុសគ្នាអីនៅស្រុកយើងទេផ្សារទំនើបគេងាយឡើងឡានគេរត់ខ្វាត់ខ្វែងមានអ្នកដើរហាត់ប្រាណប៉ុន្តែគេអត់មានម៉ូតូគេមានតឡានអញ្ចឹងណាឥឡូវយើងដល់មុខផ្សារគឺយើងឆ្លងមកផ្លូវទៀតសិនទោះនៅនេះគេអ្នកបើកបរគេគោរពអ្នកដើរក៏ពិតមែនតែមុនយើងឆ្លងយើងត្រូវមើលឆ្វេងស្ដាំវាមានកំណុះអីត្រឹមត្រូវដែរអញ្ចឹងមុនយើងឆ្លងយើងមើលទៅប្រចាំប្រយែងមិនថាអូគេគោរពយើងហើយយើងចេះតែដើរឆ្លងទាំងកឡានតូគេពងតមកអត់ទេឥឡូវយើងចូលមកដល់ក្នុងផ្សារគឺខ្នើបន្លែនេះគឺគេវិចខ្ចប់ជាថង់ផ្លាស្ទិកស្អាតមានស្ពៃស្លឹកខ្ទឹមសាឡាត់អីចឹងទៅមកខ្នើទៀតមានបន្លែប៉ោមម្នាស់ក្រូចពាំងបាយជូរផ្លែប៉េះហើយនេះគឺជាសសក់ហើយនឹងឪឡឹកស្រុកគេធំមួយវា4ទៅ5គីឡូហើយយើងដើរមើលអញ្ចឹងទៅមានបន្លែមានផ្លែឈើរបស់ណាដែលយើងចង់ញ៉ាំអីចឹងយើងអាចញ៉ាំបានទិញយកមកផ្ទះវិញ 4-5 មុខដើម្បីក្លាសេទុកញ៉ាំទៅព្រោះយើងរវល់มันមានពេលទៅរាល់ថ្ងៃទេគឺយើងទិញយកមកទុកក្លាសេហូបបានមួយអាទិត្យហើយមួយទៀតគឺដល់ខ្នើស្បែកជើងនេះវាមានច្រើនប្រភេទប៉ាតាកីឡាធម្មតានិងការងារដោយខាងក្រោមដៃខ្ញុំកាន់នេះលើកផ្អៀងមើលហ្នឹងគឺស្បែកជើងការងារភេទការងារគឺគេពាក់អាហ្នឹងហើយនេះប៉ាតាយើងធម្មតាដើរលេងអីចឹងទៅហើយមិត្តភ័ក្តិកំពុងតែចង់បានស្បែកជើងការងារគឺសួរនាំអ្នកលក់អំពីលេខ41 42អញ្ចឹងណាត្រូវនឹងជើងចឹងបានលេខហ្នឹងគាត់ប្រាប់ហ្នឹងហើយតោះលោកគាត់នាំទៅមើលថាមានលេខតូចជាងហ្នឹងអាចលោបានអញ្ចឹងយើងដើរតាមគាត់ទៅដើម្បីទៅលោស្បែកជើងច្រើនស្អាតពណ៌ក៏ច្រើនទៀតវីដេអូមានតែប៉ុណ្្នឹងឯងដើម្បីទទួលបានវីដេអូសូមជួយ Subscribe